សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ podcast For Grow ជាថ្មីម្ដងទៀតដែលក្នុង podcast នេះយើងនឹងនិយាយអំពីជីវិតនិងភាពជោគជ័យហើយគោលបំណងនៃ podcast មួយនេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តនិងក្តីសង្ឃឹមនិងភាពរីកចម្រើនជាងមុនថ្ងៃនេះជាអេពីសូតទី5ដែលយើងនឹងនិយាយអំពីប្រធានបទសំខាន់មួយទៀតនោះគឺការកសាងទំនុកចិត្តខ្លួនឯង Building yourself confident តើអ្នកមានទំនុកចិត្តលើខ្លួនឯងដែរឬទេតាមពិតទៅទំនុកចិត្តមិនមែនជារឿងដែលកើតឡើងដោយស្វ័យប្រវត្តិនោះទេវាជាគុណសម្បត្តិដែលមានតាំងពីកំណើតក៏មិនមែនដែរទំនុកចិត្តគឺជាជំនាញដែលត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តការប្រឈមនិងការរៀនពីបទពិសោធន៍នៅទីនេះខ្ញុំចង់និយាយអំពីរឿងរបស់សិស្សម្នាក់ឈ្មោះសុវណ្ណនៅពេលសាលាបានជ្រើសរើសសិស្សម្នាក់ឲ្យឡើងនិយាយជាសាធារណៈក្នុងកម្មវិធីបទវគ្គសិក្សាសុវណ្ណត្រូវបានគេជ្រើសរើសគាត់មានអារម្មណ៍ភ័យខ្លាចនិងគ្មានទំនុកចិត្តពីដំបូងប៉ុន្តែគាត់បានសម្រេចចិត្តហ្វឹកហាត់ជារៀងរាល់ថ្ងៃគាត់បានឈរមុខកញ្ចក់វឹកនិយាយនិងស្នើសុំមិត្តភ័ក្តិឲ្យផ្ដល់មតិយោបល់នៅថ្ងៃពិធីបិទវគ្គសិក្សាគាត់បានឈរនិយាយមុខមនុស្សរាប់រយនាក់ទោះមានការភ័យខ្លាចក៏ដោយគាត់បានបញ្ចប់សន្ទរកថាដ៏ជោគជ័យបន្ទាប់ពីព្រឹត្តិការណ៍នោះទំនុកចិត្តរបស់គាត់បានកើនឡើងយ៉ាងច្រើននៅក្នុងរឿងនេះបានបង្ហាញថាទំនុកចិត្តមិនមែនបានមកដោយស្វ័យប្រវត្តិនោះទេវាត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តនិងការប្រឈមជាមួយភាពភ័យខ្លាចនោះជាប្រចាំជាឧទាហរណ៍មួយទៀតដែរនោះខ្ញុំនឹងលើកយកពីលោក Barack Obama ដែលលោកគឺជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកនៅវ័យក្មេងគាត់មិនមែនជាមនុស្សដែលមានទំនុកចិត្តក្នុងការនិយាយជាសាធារណៈនោះទេគាត់បានហ្វឹកហាត់ជាច្រើនលើកច្រើនសារដើម្បីអភិវឌ្ឍជំនាញការនិយាយជាសាធារណៈរបស់គាត់ក្រោយមកគាត់បានក្លាយជាអ្នកនិយាយជាសាធារណៈដ៏មានឥទ្ធិពលបំផុតម្នាក់គាត់បានផ្ដល់សារលើកទឹកចិត្តមួយថាភាពជឿជាក់មិនមែនបានមកពីការធ្វើត្រូវជានិច្ចនោះទេប៉ុន្តែភាពជឿជាក់ឬទំនុកចិត្តវាបានមកពីការមិនខ្លាចក្នុងការធ្វើខុសតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនអ្វីខ្លះពីរឿងទាំងនេះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1ទំនុកចិត្តមិនមែនបានមកដោយស្វ័យប្រវត្តិនោះទេទី2ទំនុកចិត្តត្រូវបានបង្កើតឡើងតាមរយៈការហ្វឹកហាត់និងបទពិសោធន៍ផ្ទាល់ទី3ទំនុកចិត្តជាជំនាញមួយដែលអាចអភិវឌ្ឍបានបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចាំពាក្យមួយឃ្លានេះថាទំនុកចិត្តគឺជាជំនាញដែលកើតមកពីការហ្វឹកហាត់ជាប្រចាំវាមិនមែនជាគុណសម្បត្តិដែលបានមកពីកំណើតនោះទេក្នុងប្រធានបទថ្ងៃនេះខ្ញុំមានជាសំណួរខ្លះៗសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាផងដែរអ្នកធ្លាប់មានបទពិសោធន៍ក្នុងការបង្ហាញខ្លួនជាសាធារណៈដែរឬទេអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចប៉ុន្តែបន្តអនុវត្តរហូតទំនុកចិត្តកើនឡើងជាងមុនដែរឬទេចូលចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬជាមួយមិត្តភ័ក្តិរបស់អ្នកដោយផ្ទាល់ចូលចងចាំផងដែរថាការចែករំលែកដ៏តូចមួយរបស់អ្នកក្នុងថ្ងៃនេះអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ Podcast For Growth ក្នុងថ្ងៃនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមបងប្អូនប្រិយមិត្តចងចាំថាចិត្តគឺជាជំនាញមិនមែនកើតពីកំណើតនោះទេសូមជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី6ដែលខ្ញុំនឹងលើកយកប្រធានបទថ្មីៗល្អៗ
សម្រាប់អ្នកទាំងអស់គ្នាជាបន្តទៀតសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ